ទប់ផ្សាយនេះភាពយន្តកូរ៉េពេលមកដល់ទៀតហើយខ្សែភាពយន្តនេះក៏ល្អណាស់ដែរល្អណាស់តួឯកស្រីទាំងពីរក្នុងរឿងជំនាញសម្ដែងរបស់តារាសម្ដែងកាន់តែលេចធ្លោថែមទៀតស្ត្រីនៅចំពោះមុខខ្ញុំឈ្មោះអាស៊ីបន្ទាប់ពីលេងលេស្វ៉ាមេរួយនាងបានរកឃើញនរណាម្នាក់ដែលក្មេងជាងខ្លួនបុរសនោះហើយគាត់រស់នៅជាមួយគ្នាអ្នកទាំងពីរនៅក្នុងផ្ទះនៅថ្ងៃនោះខ្ញុំកំពុងផឹកតែស្រាប់តែមានសំឡេងនៅខាងក្រៅសំឡេងបើកទ្វារបានបន្លឺឡើងរួចក៏បន្ទាប់ពីសៀវពូបានដើរទៅគាត់ក៏ឃើញក្មេងស្រីវ័យក្មេងនិងស្រស់ស្អាតម្នាក់ដោយសារតែមេឈួនទើបតែត្រឡប់មកពីបរទេសក្រោយពីត្រឡប់មកពីសិក្សានៅបរទេសវិញនាងមិនបានស្គាល់ឪពុកចុងនិងម្ដាយចុងនេះឃើញដូច្នោះសាច់ញាតិរបស់គាត់ក៏ប្រញាប់មកដល់គាត់បានពន្យល់ទៅកាន់មេឈួនថានេះគឺជាគាត់បានរកឃើញនាងជាឪពុកចុងក្នុងរយៈពេលប៉ុន្មានឆ្នាំដែលនាងនៅក្រៅប្រទេសសៀវភូកំពុងថែរក្សាខ្លួនឯងហើយបានឮថាមេឈួនទើបដឹងថាមានអ្វីកំពុងកើតឡើងម្ដាយរបស់ខ្ញុំរស់នៅតែម្នាក់ឯងនាងត្រូវការនរណាម្នាក់ដើម្បីមើលថែនាងបន្ទាប់ពីមេឈួនបានឡើងទៅជាន់លើហើយសៀវហាក់បានសួរអាសុកថាអ្នកមានបញ្ហាអ្វីកូនស្រីខ្ញុំស្អាតណាស់ខ្ញុំមិននឹកស្មានថាខ្ញុំមិនដែលលើពីវាទេបន្ទាប់មកអាចឆេបានទទួលការហៅទូរស័ព្ទមួយបន្ទាប់មកគាត់បាននិយាយថាគាត់ត្រូវតែចេញទៅក្រៅម៉ាយ៉ាប្រញាប់ផ្លាស់សម្លៀកបំពាក់ឈួនបានចេញពីបន្ទប់ហើយនិយាយចូលធ្វើជាខ្លួនឯងជាមួយឆេវភើណែនាំម្ដាយរបស់ឆេវភូទៅមីឈួនពួកគេនិយាយថាកូនស្រីរបស់ផកស្អាតណាស់អ្នកមិនដឹងទេអរគុណម៉ាក់ខ្ញុំច្រណែនបន្តិចខ្ញុំដោយសារតែអ្នកស្អាតវាមានតម្លៃណាស់ច្រណែន